បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះជាថ្ងៃចុងសប្តាហ៍របស់កូនពៅថ្ងៃនេះកូនពៅអត់បានទៅរៀនទេដោយថ្ងៃចុងសប្តាហ៍ចឹងក្រោយពីសម្រាកនៅផ្ទះមើលសភៅធ្វើកិច្ចការសាលាហើយហ្នឹងគេក៏ឆ្លៀតមកទ្រង់ទាណាមកលេងមួយទាបាទបងប្អូនដោយសារតែទាហ្នឹងវាមិនមានជំងឺខែនេះអត់មានជំងឺហើយកូនពៅហ្នឹងក៏ចូលមកលេងញឹកញាប់ដែរចឹងទៅក៏មិនបានឲ្យពាក់ម៉ាស់អីការពារអីដែរបងប្អូនបាទដោយសារយើងចាំដាច់ដោយឡែកដាច់ពីគេពីឯងចឹងវាគ្មានជំងឺចឹងក៏បដ ாய் កូនពៅលេងមួយទាផ្ទាល់ចឹងតែម្ដងទៅបាទយើងរស់នៅតាមចំការអញ្ចឹងបើយើងមិនដាំដំណាំហើយចិញ្ចឹមសត្វបន្ថែមទេវាពិបាកក្នុងការផ្គត់ផ្គង់ជីវភាពវាមានការលំបាកខ្លះទីមួយយើងនៅឆ្ងាយពីផ្សារអញ្ចឹងបើយើងដាំដំណាំដាំដុះបន្លែបកាមានស្រាប់ទៅហើយយើងចិញ្ចឹមសត្វខ្លះទៅនៅថ្ងៃណាមួយយើងអត់បានឬក៏លពលមិនបានឡើងទៅផ្សារអញ្ចឹងទៅយើងបន្លែបកាយើងបេះជាប្រចាំថ្ងៃអញ្ចឹងសត្វដែលយើងចិញ្ចឹមហ្នឹងក៏យើងអាចដោះស្រាយបានមួយគ្រាដែរបងប្អូនណាបាទហើយការចិញ្ចឹមនេះគឺយើងចិញ្ចឹមលក្ខណៈគ្រួសារធម្មតាបាទតិចតួចទេបាទធ្វើ10-20ក្បាលឥឡូវឡើង20ហើយ23បាទទាំងតូចទាំងធំហ្នឹង23ក្បាលហើយពងតពងបាទពងបន្តគ្នាទៀតហើយឥឡូវមេមួយនោះពងក្រាបហើយមេមួយនោះពងបានមួយទៀតដែរអញ្ចឹងប្រហែលជាប្រហែលខែកន្លងទៀតហ្នឹងវាកាន់តែច្រើនទៅបងប្អូនបាទមុនវងថាចិញ្ចឹមតិចតួចទេតែពេលឥឡូវទៅវាចិញ្ចឹមទៅវាកើតច្រើនបងប្អូនសត្វនេះស្រួលចិញ្ចឹមបាទស្រួលចិញ្ចឹមជាងមាន់មិនសូវបាក់ថែបាក់អីដោយសារតែចំណីវាស៊ីហ្នឹងក៏វាស្រួលដែរយើងបបរវាដូចជ្រូកចឹងបងប្អូនហាន់បន្លែហាន់តកួនហាន់ផ្ទីហាន់អីហ្នឹងដាក់បបរមួយបាយកកបាយយើងសល់ហ្នឹងទៅហើយលាយមួយកន្ទក់អញ្ចឹងទៅយើងដួសបបរនៅផុយលយបន្លែយើងដួសមកយើងលាយមួយកន្ទក់បន្ថែមទៀតបងប្អូនបាទឲ្យវាស៊ីទៅនឹងចំណីវាហើយមានចកយើងលាយមួយចកបន្ថែមទៅមានសូឡាយើងលាយជាមួយសូឡាបន្ថែមទៅតែដោយសារតែចកអាសូឡារបស់ខ្ញុំវាពាយបងប្អូនបាទវាដល់អាយុវាមួយខែសូឡាមានអាយុតែមួយខែវាធ្វើពាយមួយសាយហើយបានវាចាប់កកើតឡើងវិញចឹងវាពាយទៅអត់មានចកមានសូឡាដាក់ឲ្យវាស៊ីទេបងប្អូនចាំរាល់ថ្ងៃហ្នឹងបោចអាស្មៅស្លាបទាបាទស្មៅគេហៅស្មៅស្លាបទាហ្នឹងយកមកហាន់គេចាមហ្នឹងលាយមួយបបរលាយមួយកន្ទក់ហ្នឹងឲ្យវាស៊ីតែនេះកូនពៅគេអត់ទៅរៀនហ្នឹងគេយកស្រូវបងប្អូនបាទនេះស្រូវបាចឲ្យវាស៊ីចឹងទៅបាទចឹងកូនពៅមានសេចក្តីសុខតែចុងសប្តាហ៍ទោះបីជាមិនមានមិត្តភ័ក្តិមានបងប្អូនអីក្មេងៗប៉ិនគ្នាអីលេងជាមួយក៏បានមានទាមានអីនឹងលេងជាមួយដែរបងប្អូនបាទអញ្ចឹងគេមានមិត្តភ័ក្តិមានអីនៅសាលាគេរៀនធម្មតាទៅតែដល់ពេលមកដល់ផ្ទះអត់មានមិត្តភ័ក្តិអត់មានបងប្អូនក្មេងៗទូចអីលេងជាមួយទេអញ្ចឹងវាមកលេងមួយទាហ្នឹងឯងបងប្អូនបាទអានេះទ្រង់វាធំដែរបងប្អូនដីខ្ញុំហុំពាត់សំណាញ់ឲ្យវានៅហ្នឹងធំណាស់ហើយនេះទ្រង់កន្លែងសម្រាប់យើងធ្វើឲ្យវាបងស្នាក់នៅពេលភ្លៀងការពេលភ្លៀងការពេលអីបងប្អូនកន្លែងហ្នឹងមានដបូលមានអីចឹងបាទនេះពងមកសបុកទៀតបងប្អូននេះក្រាបនឹងពងសបុកហ្នឹងក្រាបហើយ
ហើយមួយនេះតំពងស្បុកនេះតំពងបានមួយឯងបងប្អូនបាទចឹងប្រហែលជាមួយខែពាក់កណ្ដាលខែក្រោយប្រហែលជាញាស់ទៀតឯងបងប្អូនបាទហ្នឹងបងប្អូនអរគុណ